ខ្ញុំឈ្មោះចេនសៀវប៉ាវជាកូនកសិករគ្រួសារខ្ញុំក្រណាស់ពឹងផ្អែកតែលើការធ្វើស្រែចម្ការតើតែដីនេះហួតហែងពេកដាំអីក៏មិនដុះដែរគ្រួសារយើងប្រហែលជាត្រូវដាច់ពោះស្លាប់ហើយអាលឿងឲ្យឯងថាឆ្នាំរាំងស្ងួតចេះចង់ហូបបាយមួយពេលមិនក៏ពិបាកម្លេះខ្ញុំស្គាល់កន្លែងមួយមានរបស់មានតម្លៃអាចជួយឲ្យឯងមានបាយហូបបានអ្នកណានិយាយហ្នឹងឯងញើខ្ញុំនិយាយទេអាលឿងឯងអ្នកនិយាយមែនគឺខ្ញុំនឹងហើយមិននឹកស្មានថាខ្ញុំអាចស្ដាប់ភាសាសត្វបានសោះអាលឿងកន្លែងដែលឯងថានោះនៅណាកាលខ្ញុំនៅក្មេងធ្លាប់ដើរតាមម្ចាស់ចាស់ទៅរូងភ្នំអាតកំបាំងមួយឯងដើរទៅមុខកាត់ព្រៃនោះទៅនឹងឃើញដើមឈើធំមួយចុះទៅក្រោមបន្តិចនឹងឃើញច្រកចូលហើយក្នុងនោះមានលក្ខគ្រាប់ពូជអាតកំបាំងពីសម័យមុនអាចយកមកដាំលក់យកលុយបានអរគុណអញហើយអាលឿងខ្ញុំទៅរកមើលសិនសូមឲ្យឯងជួបសំណាងល្អអាល្អិតអាលឿងប្រាប់ថាដើរទៅមុខកាត់ព្រៃឃើញដើមឈើធំចុះទៅក្រោមនឹងឃើញច្រកចូលអូនៅទីនេះសោះនេះជាគ្រាប់ពូជអីគេហ្នឹងទុកសិនចុះយកទៅឲ្យពុកមើលសិននៃចេនវាងឯងទិញដីនេះមក3ឆ្នាំហើយផលដែលប្រមូលបានកាលពីឆ្នាំទៅមិនទាំងគ្រប់បងពុនផងចេនវាងដីនេះតតែមានពូជល្អទើបដាំបានឯងសំបីតែពូជធម្មតាក៏ទិញមិនបានផងខំទៅក៏អត់ប្រយោជន៍ដែរចាំខ្ញុំសន្សំលុយបានគ្រប់ខ្ញុំនឹងទិញពូជល្អយកមកដាំដល់ឆ្នាំស្វាខែ10ហើយមើលទៅនឹងហើយសំបីតែស្មៅក៏ដាំមិនដុះផងពុកមើលណែខ្ញុំយកអីមកសៀវប៉ាវឯងយកអីមកឲ្យពុកហ្នឹងគឺគ្រាប់ពូជសៀវប៉ាវឯងបានគ្រាប់ពូជនេះមកពីណាខ្ញុំមិនអាចប្រាប់ពុកពីធម្មពលពិសេសរបស់ខ្ញុំទេពុកនេះជាលោកតាសំពើឲ្យខ្ញុំតើមិញនេះខ្ញុំទៅលេងនៅភ្នំក្រោយផ្ទះឃើញហឹបមួយក្នុងនោះមានរបស់នេះលោកតាថាដាំវាទៅអាចលក់បានលុយច្រើនយើងដាំវាទៅពុកជឿខ្ញុំទៅដាំទៅប្រកាសជាបានផលបានពុកជឿសៀវប៉ាវឥឡូវយើងដាំវាទៅពុកខ្ញុំជួយពុកប្រពន្ធសម្លាញ់យើងមកវិញហើយម៉ែពួកខ្ញុំមកវិញហើយអីឆាប់មកញ៉ាំបាយមកថ្ងៃនេះគ្មានម្សៅពោតលីទេអីម្សៅពោតសតិចតួចទុកស្ងោររបបឲ្យសៀវប៉ាវកូនកំពុងធំធាត់ផងចាំដល់ពេលប្រមូលផលឆ្នាំរាំងស្ងួតចេះមិនដឹងថាប្រមូលផលបានល្អឬអត់ទេពុកម៉ែបន្លែនេះឆ្ងាញ់ណាស់ពុកម៉ែញ៉ាំដែរទៅទើបមានកម្លាំងម៉ែខ្ញុំញ៉ាំឆ្អែតហើយមើលនៃពោះខ្ញុំប៉ង់អស់ហើយពុកម៉ែឆាប់ញ៉ាំទៅគ្រួសារខ្ញុំក្រពេកហើយតែដោយសារខ្ញុំមានធម៌ពលពិសេសនេះខ្ញុំច្បាស់ជារកលុយឲ្យគ្រួសារខ្ញុំរស់នៅបានស្រួលមិនខានថ្ងៃនេះទើបតែដាំគ្រាប់ពូជរងចាំវាធំច្បាស់ជាយូរណាស់ស្បៀងនៅផ្ទះសតិចតួចផងបន្តិចទៀតច្បាស់ជាដាច់ពោះស្លាប់ហើយបើមានវិធីធ្វើឲ្យវាឆាប់ធំច្បាស់ជាល្អខ្ញុំដឹងថាមានរបស់អាចធ្វើឲ្យវាឆាប់ធំបានមែនហ៎វាមានន័យណាខ្ញុំប្រាប់ឯងបានតែឯងត្រូវជួយខ្ញុំសិនជួយអីគេឯងឲ្យអីខ្ញុំស៊ីបន្តិចមកខ្ញុំឃ្លានចង់ងាប់ហើយយកទៅចែកគ្នាស៊ីទៅកុំឲ្យដាច់ពោះស្លាប់ខ្ញុំសតែប៉ុណ្្នឹងទេវានៅកន្លែងងឹតផ្នែកខាងឆ្វេងនៃគ្រែក្នុងផ្ទះប៉ាក់បែកនៅខាងមុខភូមិដូនតាខ្ញុំប្រាប់ថាគាត់ធ្លាប់ឃើញរបស់នោះអាចជួយឲ្យរុក្ខជាតិឆាប់ធំទោះជាដីហួតហែងក៏អាចឆាប់ធំដែរត្រូវហើយ
កណ្ដុរតូចប្រាប់ថារបស់ដែលអាចធ្វើឲ្យរុក្ខជាតិឆាប់ធំនៅទីនេះនៅផ្នែកខាងឆ្វេងនៃគ្រែពិតជាមានមែនរបស់នេះប្រើម៉េចទៅក្នុងនេះមានទឹកសោះសារកន្តក់លើដេមើសិនបើវាពិតជាមានប្រយោជន៍មែនស្អែកប្រកាសជាបានផលមិនខានគាត់ជានរណាអញស្គាល់គាត់ទេនេះជាថៅកែហាងថ្នាំដ៏ធំបំផុតប្រចាំភូមិយើងគឺថៅកែវាងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកទិញថ្នាំរុក្ខជាតិថៅកែវាងឆ្នាំនេះរងស្ងួតឡើងភ្នំរកថ្នាំមិនងាយទេចុះតម្លៃវិញគិតមិនដែរផ្អែកតាមតម្លៃទីផ្សារខ្ញុំនឹងឲ្យបន្ថែមពីកាក់ស្ពាន់ក្នុងមួយចិញ្ចៀនខ្ញុំមានអង្ករផងដែរអាចដូរជាមួយថ្នាំបានដូចជាអង្ករក៏បានដែរនេះពិតជាល្អមែនរុក្ខជាតិនេះមិនក៏មើលទៅដូចជាស្មៅឈាមម្លេះស្មៅឈាមនេះកម្រមានណាស់មិនក៏ដុះនៅទីនេះច្រើនម្លេះមិនខុសទេនេះពិតជាស្មៅឈាមមែនចុងស្រួចមានបន្លាក្របពណ៌ក្រហមដូចឈាមគុណភាពល្អណាស់ហាងធំនៅក្នុងក្រុងសុទ្ធតែដណ្ដើមគ្នាទិញមិននឹកស្មានថាទីនេះអាចដាំបានច្រើនបែបនេះសោះថៅកែវាងលោកមើលខុសហើយដឹងស្មៅដុះលើដីស្ងួតនេះតើវាមានតម្លៃអីទៅខ្ញុំប្រមូលទិញថ្នាំពេញមួយជីវិតមិនអាចមើលខុសទេនេះជាដីរបស់អ្នកណាខ្ញុំឲ្យមួយចិញ្ចៀនតម្លៃ1 ទៅ 2 តម្លឹងប្រាក់1 ទៅ 2 តម្លឹងប្រាក់ដីខូចនេះដុះចេញមាសហើយចេនវាងឯងដើរសំណាងអីហ្នឹងអូចេនវាងមកហើយចេនវាងសំណាងល្អណាស់ថៅកែវាងពួកខ្ញុំដឹងថាគាត់ជាអ្នកដាំលើដីនេះលោកពូខ្ញុំចាំបានថាម្សិលមិញលោកពូទៅតែថាពុកខ្ញុំជាមនុស្សរងងសោះខំដាំអត់ប្រយោជន៍សំបីតែស្មៅក៏ដាំមិនដុះដែរថ្ងៃនេះមិនក៏បដូរសម្ដីលឿនម្លេះត្រូវហើយលោកមីងពួកយើងសុទ្ធតែចាំបានមីងឯងថាលុយទិញពូជនេះសុទ្ធតែបោះចោលទេហើយមីងឯងនេះពួកឯងទាំងនេះពិតជាមិនចេះមើលមនុស្សមែនខ្ញុំជាថៅកែហាងថ្នាំឈ្មោះវាងចុះប្អូនប្រុសឈ្មោះអីដែរខ្ញុំឈ្មោះចេនវាងប្អូនចេនវាងស្មៅឈាមនេះជារបស់ប្អូនដាំមែនទេស្មៅឈាមជាស្អីគេមិននឹកស្មានថាដាំបានរុក្ខជាតិអាថ៌កំបាំងសោះនេះគឺស្មៅឈាមមែនពុកស្មៅឈាមនេះគឺបានមកពីគ្រាប់ពូជដែលលោកតាសំពើឲ្យយើងនោះអីអូមែនហើយថៅកែវាងប្អូនចេនវាងស្មៅឈាមនេះខ្ញុំយកទាំងអស់មួយចិញ្ចៀនតម្លៃ1 ទៅ 2 តម្លឹងប្រាក់យកយ៉ាងណាដែរ1 ទៅ 2 តម្លឹងប្រាក់ហេលោកពូថៅកែស្មៅឈាមជារុក្ខជាតិកម្រណាស់លោកពូឲ្យតម្លៃត្រឹម1 ឬ 2 តម្លឹងប្រាក់វាមិនទាបពេកទេហី1 ឬ 2 តម្លឹងនៅទាបទៀតក្មេងនេះមិនដឹងអីទេត្រូវហើយលក់មិនចេញទេប្រយ័ត្នសីក្មួយប្រុសឆ្លាតណាស់បានអញ្ចឹងខ្ញុំឲ្យមួយចិញ្ចៀន2 តម្លឹងប្រាក់យកព្រមទេ2 តម្លឹងប្រាក់តម្លៃនេះអាចទទួលយកបានអរគុណលោកពូហើយនេះគឺជាលុយ40 តម្លឹងប្រាក់សម្រាប់ទិញស្មៅឈាមយកទុកឲ្យស្រួលបួលទៅថ្ងៃក្រោយបើមានរបស់ល្អទៀតកុំភ្លេចយកមកលក់ឲ្យហាងខ្ញុំណាអរគុណច្រើនថៅកែវាងពុកពួកយើងមានលុយហើយទៅទិញស្បៀងនៅផ្សារទៅផ្ទះយើងគ្មានស្បៀងសល់ទេសៀវប៉ាវនិយាយត្រូវតោះយើងទៅពុកនាំអញទៅផ្សារទិញស្បៀងឲ្យឆ្អែតម្ដង